ថ្ងៃនេះមកចូលរួមកម្មវិធីបាទការក្មួយស្រីបាទអញ្ចឹងដោយសារតែឪពុកម្ដាយខាងកូនកំមុំត្រូវជាចដូនមួយខ្ញុំអញ្ចឹងគាត់បាទពឹងពាក់ឲ្យមកជួយរាប់តុករាប់អីពេលល្ងាចអញ្ចឹងណាហើយអញ្ចឹងដោយសារយើងជាបងប្អូនបាទចិត្តដិតដែរបាទចដូនមួយជាមួយនឹងឪពុកហើយនឹងម្ដាយរបស់កូនកំមុំហ្នឹងក៏សិតតែជាបងប្អូនគ្នាដែរអញ្ចឹងយើងមកជួយបាទជួយតាំងពីព្រឹករហូតទៅដល់ល្ងាចរហូតដល់យប់បងប្អូនអញ្ចឹងបលឹមឡើងគឺថាហែចំនួនគឺអត់ចោលទេបាទបងប្អូនហើយជាពិសេសឱកាសពេលដែលមានកម្មវិធីអញ្ចឹងគឺជាឱកាសដែលយើងបានជួបជុំបាទបងប្អូនរបស់យើងពីព្រោះបើយើងមិនបានចូលរួមទេវាអាចនឹងឃ្លាតឆ្ងាយពីគ្នាអញ្ចឹងណាបងប្អូនបាទអញ្ចឹងពេលហ្នឹងគឺជាពេលដែលយើងបានបាទជួបជុំបានសំណេះសំណាលនាំកូនកូនឲ្យស្គាល់គ្នាអីចឹងទៅអញ្ចឹងឥឡូវព្រឹកឡើងនេះគេហែចំនួនហើយកម្មវិធីនេះគេធ្វើនៅហាងតែម្ដងបងប្អូននៅ Grand Terrace គឺតាំងពីព្រឹករហូតដល់ល្ងាចគឺធ្វើនៅហាងហ្នឹងតែម្ដងឥឡូវនេះកម្មវិធីហែចំនួនចាប់ផ្ដើមបាទគឺថាហែចូលក្នុងហាងហ្នឹងតែម្ដងអត់ចាំបាច់ធ្វើនៅផ្ទះទេបងប្អូនឥឡូវគេធ្វើចេះស្រួលមួយយ៉ាងដែរអត់ចាំបាច់ពិបាកធ្វើរោងធ្វើអីញ៉ាច់ទេណាហើយនិយាយពីថាស្រស់ស្អាតណាបាទឪពុកម្ដាយបាទកូនកំឡោះកូនកំមុំឯនេះញ៉ាទឹកមុខញញឹមស្រស់ស្រាយបាទអូស្រស់ស្អាតណាស់ថ្ងៃនេះនិយាយពីថាម្នាក់ម្នាក់ស្អាតស្អាតគ្រប់គ្នាគឺឱកាសសេរីសួស្តីរបស់កូនប្រុសកូនស្រីយើងអញ្ចឹងណាបងប្អូនបាទហើយនៅក្នុងកម្មវិធីគេនេះគេធ្វើល្អអស្ចារ្យមែនទែនណាបងប្អូននេះហើយអាំងប៉ាវរបស់គេនេះក៏ស្អាតស្អាតដែរបងប្អូនគេយួរដូចជាថង់យួរមួយអញ្ចឹងបាទស្អាតហើយមានកាហ្វេមានអីភេសជ្ជៈព្រលឹមឡើងយើងត្រូវការតែជ្រួត្រូវការកាហ្វេតែបៃតងអីក៏មានដែរហើយកម្មវិធីនៃការរៀបចំរបស់គេនេះគេរៀបចំបានស្អាតបាទមានខាងពិធីការអីរៀបចំល្អហើយឥឡូវនេះបងប្អូនចង់ដឹងថានៅក្នុងកញ្ចប់អឺអាំងប៉ាវរបស់គេទៅពេលដែលយើងហែចំនួនហ្នឹងគេដាក់អីគេខ្លះបងប្អូនចង់មើលទេតោះឥឡូវនេះបងប្អូនបាទបងប្អូនខ្ញុំប្រុសហើយស្រីពីរនាក់នេះបាទឥឡូវយើងចង់ដឹងបង្ហាញពុកម៉ែបងប្អូនឲ្យឃើញថាក្នុងហ្នឹងគេដាក់អីគេខ្លះបាទមានអាំងប៉ាវមួយហើយមានផ្លែក្រូចបាទផ្លែក្រូច2ហើយនឹងមានស្ករមានអីផ្សេងទៀតបាទគេរៀបចំបានស្អាតណាបាទកន្លងមកយើងច្រើនតែទទួលបានតែអាំងប៉ាវกระดาษមួយសន្លឹកទេបាទហើយឥឡូវនេះគឺគេមានជាថង់យួរហើយអាំងប៉ាវនេះគេដាក់លុយបាទចំនួន2200បាទមិនដឹងថាគេដាក់នេះមានន័យថាម៉េចបាទពុកម៉ែបងប្អូនមិនដឹងជួយប្រាប់ផងបាទហើយឥឡូវដល់ម៉ោងបបរបាទនេះបងប្អូនបបរគេក៏មានរសជាតិឆ្ងាញ់ដែរបាទនៅខាងហាងគេហ្នឹងគេធ្វើបបរធ្វើអីឲ្យយើងហូបនៅនឹងតែម្ដងស្រួលមែនតើបាទបបរគេមានសិតតែគ្រឿងសមុទ្រមានបកាមានសាច់ជ្រូកមានអីអូឆ្ងាញ់បាទអស់មួយឆ្នាំងថែមមួយឆ្នាំងអស់មួយឆ្នាំងថែមមួយឆ្នាំងទៀតទៅគឺថាកម្មវិធីហែចំនួនគឺឲ្យតែចាប់ផ្ដើមហែចូលដល់ដឹងតែបបរមុនគេតែម្ដងបាទគឺថារសជាតិអែមឆ្ងាញ់ហើយពុកម៉ែបងប្អូនបាទកុំភ្លេចបាទមកហែចំនួនហើយត្រូវតែញ៉ាំបបរពីព្រោះបើយើងហែចំនួនថាបានញ៉ាំបបរឬអត់បានមកហែចំនួនអញ្ចឹងហើយសម្រាប់ភ្ញៀវបាទបានញ៉ាំបបរឆ្អែតប៉ុន្តែសម្រាប់បាទឪពុកម្ដាយកូនកន្លោះកូនកំមុំបាទចាស់ទុំអីហ្នឹងគឺថាអូហេវហើយបាទអញ្ចឹងឥឡូវបើយើងកលេចមើលនេះកូនកន្លោះកូនកំមុំបាទបើមិនឆ្លៀតញ៉ាំបារាទេដឹងតែហេវហើយអញ្ចឹងបាទឆ្លៀតឱកាសមើលតែរៀងតនេបន្តិចបាទឆ្លៀតទៅហើយទៅបើមិនអញ្ចឹងទេគេហាវរហូតបាទអាចារ្យហាវទៅហ្នឹងអត់បានហូបតែម្ដងគឺដឹងតែហេវដឹងតែឃ្លានហើយអញ្ចឹងនេះកូនកំមុំបាទស្រស់ស្អាតមែនតើបាទកូនកន្លោះក៏ស្រស់ស្អាតហើយឆ្លៀតបាទឆ្លៀតញ៉ាំបារាអញ្ចឹងទៅអូមើលអាកាសឥឡូវទៅបានតាមមួយម៉ាត់គេហៅទៀតហើយនេះបាទគេហៅទៅទៀតហើយហៅទៅថតអីគឺថាឱកាសពេលហ្នឹងគឺឱកាសម្នាក់បាទចូលចិត្តថតណាបាទថតបទសាយយើងស្លៀកពាក់ស្អាតបានជួបជុំមិត្តភ័ក្តិបងប្អូនយើងបាទអញ្ចឹងយើងថតឲ្យទុកជាអនុស្សាវរីយ៍ហើយកម្មវិធីគេនេះគេល្អគេធ្វើរៀបចំនៅទីហ្នឹងទាំងអស់បាទទាំងកម្មវិធីកាត់សក់ទាំងកម្មវិធីផ្ទឹមចងដៃបាទគេប្រវល់ប្រពិលអីហ្នឹងគឺគេធ្វើនៅហ្នឹងទាំងអស់បាទហើយនិយាយពីឪពុកម្ដាយខាងប្រុសខាងស្រីគាត់មានឈុតស្អាតណាបងប្អូនគាត់មានឈុតពណ៌ដូចគ្នាបើថាពណ៌បៃតងដូចគ្នាអញ្ចឹងទៅហើយបើថាបានពណ៌ក្រហមដូចគ្នាអញ្ចឹងទៅបាទហើយនេះក្រុមថតនេះក៏ច្រើនគ្នាដែរបងប្អូននិយាយពីថាអ្នកថតគេមានបាទ
ទាំងបាទផ្ទាំងប្រចាំងslide រហូតដល់2បាទដើម្បីគេ live វីដេអូនឹងផ្ទាល់តែម្ដងបាទគឺគេរៀបចំបានល្អបានស្អាតណាស់ក្រុមថតនេះក៏ច្រើនគ្នាដែរបើនិយាយពីក្រុមថតឡើងចង់ចិត្ត10នាក់បងប្អូនហើយអញ្ចឹងមើលទៅស្អាតបាទកម្មវិធីគេរៀបចំបាទមើលនេះភ្នួងដែលគេរៀបចំក៏ស្អាតដែរបាទហើយកូនកន្លោះកូនកំមុំថ្ងៃនេះស្រស់ស្អាតតាំងអ្នកកំដរអីហ្នឹងក៏ស្រស់ស្អាតដែរបងប្អូនបាទគឺថាគេរៀបចំនៅហាងអញ្ចឹងស្រួលមួយយ៉ាងដែរបាទទាំងហែចំនួនទាំងកម្មវិធីកាត់សក់សូត្រមុនអីអត់នៅពិបាកញ៉ៃច្រើនធ្វើនៅផ្ទះទេបាទឥឡូវដូរពណ៌ក្រហមនេះបងប្អូនឃើញនៅពេលដែលចេញក្រហមទាំងអស់គ្នាបាទចេញបៃតងទាំងអស់គ្នានិយាយថាគាត់ប្រកែបាទរោគ្នាហើយកាត់កៅអៅនៅកន្លែងតែមួយតែមើលពណ៌ដូចគ្នាហើយនេះកូនកន្លោះបាទឆ្លៀតថតជុំគ្នាខ្លះចឹងណាបាទយើងបងប្អូនយើងបើយើងមិនឆ្លៀតថតខ្លះយើងឆ្លៀតញ៉ាំបបរខ្លះឲ្យតន់ពេលវេលាទេគឺដឹងតែដាច់កូនកន្លោះកូនកំមុំហ្នឹងបាទនេះឥឡូវចូលកម្មវិធីបន្តនេះបងប្អូនឃើញទេឪពុកម្ដាយកូនកន្លោះកូនកំមុំគេឆ្លៀកឈុតពណ៌ក្រហមដូចគ្នាឥឡូវចូលទៅដល់កម្មវិធីបវល7បើយកចំគឺគេធ្វើនៅទីហ្នឹងតាមមួយថ្ងៃហ្នឹងចប់តែម្ដងបាទមិនបាច់ទៅពិបាកអញញ៉ៃរៀបចំនៅផ្ទះធ្វើរោងធ្វើអីអញញ៉ៃនាំពិបាកបោះជូតអីទេបាទគឺថានៅហាងនេះគឺគេរៀបចំឲ្យយើងមកកាផ្លេហ្មងតាំងចុងភៅតាំងអ្នកបំរើភេរជ្ជៈតកហើយនឹងអ្នកទទួលភ្ញៀវអីហ្នឹងគឺគេរៀបចំនៅនឹងកាផ្លេតែម្ដងណាបងប្អូនបាទឥឡូវបាទកម្មវិធីគេអស់ពីកម្មវិធីមួយចូលកម្មវិធីមួយហើយនិយាយពីថាអាចារ្យគាត់ធ្វើបាទរៀបចំកម្មវិធីគេបានលឿនល្អបាទអត់ឲ្យស្ទះការងារទេគឺថាការងារខ្លះដែលត្រូវកាត់បានគេកាត់បដាបាទប៉ុន្តែមិនកាត់ទាំងអស់ទេបាទគាត់ថាបលឿនពេលវេលាកុំឲ្យជ្រុលពេលវេលារហូតដល់បាយរហូតដល់ពេលបបរអីចឹងណាបងប្អូនបាទឥឡូវដល់វគ្គបន្តបាទចងដៃបាទកាលពីដើមឡើយយើងតែងតែឃើញថាផ្ទឹមចងដៃគឺគេរៀបចំកម្មវិធីនេះកូនកន្លោះកូនកំមុំត្រូវបត់ជើងបាទបត់ជើងនិយាយពីថាចុកដៃចុកជើងចុកចកេះណាបងប្អូនប៉ុន្តែឥឡូវនេះកម្មវិធីគេគឺគេអត់ធ្វើអញ្ចឹងទេបាទគឺគេរៀបជាតុជាកៅអីអង្គុយស្រួលហ្មងមានន័យថាអត់ពិបាកចុកដៃចុកជើងឯកាលពីដើមមកការសម័យខ្ញុំគឺថាចុកដៃចុកជើងមែនទែនប៉ុន្តែសុកចិត្តទ្រាំហេតុអីបានទ្រាំដោយសារគេយកលុយមកចងច្រើនឡើងយើងត្រូវតែទ្រាំហើយបងប្អូនបាទអញ្ចឹងសម័យឥឡូវនេះអត់ចាំបាច់ទ្រាំទេនេះពុកម៉ែបងប្អូននិយាយពីថាអ្នកចងដៃច្រើនចងដៃអ្នកខ្លះចងជាដុល្លារទៅអ្នកខ្លះចងជាលុយខ្មែរអ្នកខ្លះចងជាខ្សែកអ្នកខ្លះចងជាកវលអូអស្ចារ្យមែនតើបាទកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់គូស្វាមីថ្មីនេះគឺថាមានការចងដៃច្រើនដែរបាទឪពុកម្ដាយកូនកំមុំនោះលេងដាក់ម្ដងមកបាច់អីចឹងទៅបាទអូអត់ទោះហើយបាទឥឡូវនេះដល់វគ្គបាទបងប្អូនបាទអ្នកដែលមានគូអីហ្នឹងគេចាប់ផ្ដើមមកចងដៃបាទដើម្បីសិរីសួស្ដីជ័យកម្រាំងគុលទៅដល់កូនប្រុសកូនស្រីហ្នឹងឲ្យគាត់បាទទទួលបានសេចក្តីសុខសេចក្តីចម្រើនហើយចេះស្រឡាញ់គ្នារហូតទៅដល់ចាស់កោងខ្នងអញ្ចឹងទៅបាទហើយនេះកម្មវិធីបន្តឥឡូវនេះខ្សែកហើយនឹងកវលហ្នឹងគឺយកមកពាក់ឲ្យកូនកំមុំមកហើយហ្មងកុំឲ្យខ្លាច់បាត់ហើយដល់ពេលចប់កម្មវិធីឥឡូវដល់ពេលបាយថ្ងៃត្រង់ទៀតហើយបងប្អូននេះបាយថ្ងៃត្រង់គេមកហូបគេក៏ឆ្ងាញ់ដែរបងប្អូនបាទមកហូបនៅហាងគេគ្រាន់បើបាទគឺថាមហូបរៀបចំមកកាផ្លេហ្មងនិយាយរួមយើងម្ចាស់ដើមការមិនបាច់ខ្វល់ទេបាទគឺខាងហាងគេអ្នកចាត់ចែងរៀបចំឲ្យយើងទាំងអស់តែម្ដងគឺថាដល់ម៉ោងលើកដល់ម៉ោងរៀបចំឲ្យយើងតែម្ដងមិនបាច់ពិបាកមិនបាច់ហត់ទេបាទគឺថាស្រួលមួយយ៉ាងបាទមហូបមហាគេឆ្ងាញ់របស់គេបាទបាយថ្ងៃត្រង់ហើយពេលដល់បាយថ្ងៃត្រង់ហើយយើងសម្រាកបាទសល់ពេលវេលាយូរដែរយើងសម្រាករហូតដល់ល្ងាចបាទម៉ោង4ម៉ោង5ដល់ម៉ោងចាប់ផ្ដើមហើយនេះកម្មវិធីខ្ញុំគឺថាគេរៀបចំតុកហើយអស់ហើយខ្ញុំបាទអ្នករាប់តុកផងអញ្ចឹងឆ្លៀតហូបហើយដាក់យកមកឆ្អែតសិនពីព្រោះខ្លាចតែពេលយើងចាប់ផ្ដើមដល់ពេលរាប់តុកអត់មានពេលហូបទេបាទបងប្អូនអញ្ចឹងដាក់មកសម្រាប់សិនទៅមានអីហូបនឹងសិនបាទខាងចុងភៅគេរៀបមកតុក
សិនបាទរៀបមកតុកសិនឲ្យយើងបងប្អូនអ្នកដែលគាត់ខាងជួយដើរមើលតុកជួយដើរមើលការខុសត្រូវភេទជ្ជៈឬក៏បងប្អូនណាដែលជួយទទួលភ្ញៀវជួយអីហ្នឹងគឺថាឆ្លៀតហូបឲ្យហើយអញ្ចឹងខ្ញុំបាទដូរកៅអៅដាក់ខ្វាសេម្ដងមើលព្រោះថ្ងៃនេះអឺមកហៅជួយបាទជួយរៀបតុករៀបអីរាប់តុកណាហើយនេះពីរនាក់នេះជាអ្នករាប់តុកបាទថាតើមហូបចេញអស់ប្រហែលតុកហើយក្នុងមួយតុកគ្រប់10នាក់អត់បាទនេះឥឡូវតុកគេរៀបចំពេលព្រឹកនោះតាមអាគារបងប្អូនបាទប៉ុន្តែដល់ពេលល្ងាចគឺរំលាយចូលពីអាគារតែម្ដងហើយឥឡូវក្រុមអ្នករាប់តុកពីរនាក់ហ្នឹងបាទពីរនាក់ក្មួយអញ្ចឹងឥឡូវយើងត្រៀមហូបអីឆ្អែតហើយយើងចាប់ផ្ដើមដើរមើលបដាបាទមើលតុករាប់តុកចំនួនតុកឲ្យដឹងចំនួនហើយកុំឲ្យមានការបកែកគ្នាជាមួយនឹងចុងភៅជាមួយនឹងម្ចាស់ដើមការបងប្អូនដោយសារខ្ញុំថ្ងៃនេះទទួលខុសត្រូវក្នុងការរាប់តុកបាទអញ្ចឹងយើងជាអ្នកចេញម្ហូបដែរឥឡូវនេះចាប់ផ្ដើមមានម្ហូបបដាហើយនេះគេមានកระดาษគេសម្រាប់កត់បងប្អូនគឺថាកត់បើតុកនឹងលេខប្រមាណគេបង់លេខឲ្យតែម្ដងកត់ឲ្យខ្ញុំអ្នកសញ្ញេចេញទើបចុងភៅលើកម្ហូបយកមកដាក់ហើយតតែគ្រប់ចំនួន10នាក់ទៀតអញ្ចឹងគេធ្វើអញ្ចឹងវាល្អមួយយ៉ាងដែរយើងមានការសញ្ញេទទួលស្គាល់ពីយើងផ្ទាល់តែម្ដងហើយដល់ពេលដែលយើងសញ្ញេទៅគ្រប់10នាក់ទើបចុងភៅគេលើកម្ហូបមកដាក់ឲ្យយើងគេធ្វើចេះល្អមួយយ៉ាងដែរមានន័យថាអត់មានការបកែកគ្នាថាអស់ខ្វះតុកឬក៏លើសតុកអីទេបងប្អូនបាទហើយថ្ងៃនេះគឺម្ចាស់ដើមការគាត់កំង70តុកបាទពីខាងហាងណាហើយ70តុកហ្នឹងគឺនៅសល់4តុកបាទសល់4តុកអញ្ចឹងអស់66តុកអញ្ចឹងនៅសល់4តុកគឺខាងចុងភៅខាងហាងគេវិចខ្ចប់បាទវិចខ្ចប់ទៅឲ្យម្ចាស់ដើមការយើងយកទៅចែកគ្នាហូបបន្តទៅទៀតស្អែកព្រលឹមឡើងទៀតអញ្ចឹងណាបងប្អូនបាទហើយនេះមកហូបគេអែមណាបងប្អូនអូមកហូបគេឆ្ងាញ់ណាមើលទៅតំណងមែនទេហើយខ្ញុំនេះមិនទាន់បានចូលហូបទេព្រោះដោយសារយើងអ្នករាប់តុកនេះបងប្អូនមកហូបអានេះគឺថាគ្រឿងក្លែមបាទគ្រឿងក្លែមមកហូបទី1នេះដាក់មកអែមណាបងប្អូនអូយនេះហូបអស្ចារ្យមែនទែនគឺថារសជាតិបាទរសជាតិឆ្ងាញ់ពីព្រោះមើលតែរូបភាពវីដេអូដែលយើងថតហ្នឹងក៏ឃើញតំណងហើយបងប្អូនអើយបាទឥឡូវភ្ញៀវមកច្រើនណាបងប្អូនបាទភ្ញៀវមកឡើងក៏ខេងហ្មងភ្ញៀវមកច្រើនមែនទែនឥឡូវនេះចេះតែបន្តភ្ញៀវកាន់តែច្រើនឡើងចុងភៅនឹងកាន់តែញាប់ដៃញាប់ឆ្មេចឹងទៅអ្នកចម្រៀងគេច្រៀងចឹងទៅអាយើងអ្នករាប់តុកគិតតែពីរាប់តុកចឹងទៅបាទគឺថាចែកការងារគ្នាធ្វើអ្នកបំរើភេទជ្ជៈចេះតែដាក់ភេទជ្ជៈអស់ដាក់ថែមចឹងណាបងប្អូនបាទហើយនេះអូនតូចនេះអត់ចូលចិត្តថតទេប៉ុន្តែឲ្យឃើញកាមេរ៉ាដឹងតែលើកដៃ2តែម្ដងបាទនេះអូមកហូបតំណងឯងបងប្អូននេះគឺថាហើយឃើញបាទមានការផ្ដល់កិត្តិយសពីអាដាមបណ្ឌិតសុកទូចបាទលោកបណ្ឌិតបានឡើងច្រៀងបាទផ្ដល់ឱកាសនៅក្នុងកម្មវិធីសេរីសួស្ដីហ្នឹងឃើញមានវត្តមានរបស់អាដាមបណ្ឌិតសុកទូចបាទបានឡើងច្រៀងជាចម្រៀងចងដៃបាទគេហៅដូចថាជាចំណងចងដៃដល់កូនប្រុសកូនស្រីហ្នឹងឲ្យបានបាទចេះស្រឡាញ់គ្នាអញ្ចឹងទៅហើយកម្មវិធីគេចេះតែធ្វើបន្តអញ្ចឹងទៅរហូតទៅដល់កម្មវិធីបាទកូនកន្លោះកូនកំមុំនេះផុតពីការទទួលភ្ញៀវព្រោះដោយសារភ្ញៀវគេចូលមកក្នុងហាងហ្នឹងសឹងអស់ហើយដល់ពេលសឹងតែចង់អស់ហើយមិនបាច់នៅទទួលមកទៀតទេគឺឡើងមកបាទដើម្បីថ្លែងអំណរគុណទៅដល់ភ្ញៀវកិត្តិយសបាទភ្ញៀវដែលអញ្ជើញមកចូលរួមហ្នឹងបាទគឺថាសូមថ្លែងអំណរគុណក៏ដូចជាការសូមអភ័យទោសទៅលើការបម្រើមិនសូវបានល្អឬក៏អីចឹងបាទជាគេហៅពិធីការបងប្អូនបាទអញ្ចឹងបាទថាមើលមានភាពស្រស់ស្អាតណាបាទឪពុកម្ដាយខាងកូនប្រុសកូនស្រីគាត់ថាអូគាត់ស្លៀកពាក់ស្អាតបាទឥឡូវចូលដល់កម្មវិធីគេហៅបោះផ្កាបាទឥឡូវគេអត់បោះផ្កាទេបាទគេទាញខ្សែវិញម្ដងអញ្ចឹងខ្សែហ្នឹងគេមានកតុយច្រើនណាអញ្ចឹងអ្នកណាទាញបានកតុយផ្កាអ្នកនឹងទើបទទួលបានរង្វាន់អីចឹងទៅឬក៏ឆាប់ដល់គូអញ្ចឹងណាបងប្អូនបាទអញ្ចឹងម្នាក់អូគេសង្ឃឹមរៀងខ្លួនណាកាន់ខ្សែម្នាក់មួយខ្ញុំចង់កាន់ដែរប៉ុន្តែវាអស់ខ្សែទៅដល់អញ្ចឹងអត់បានកាន់ទេអញ្ចឹងទុកឲ្យសៃប្រុសណាដែលគ្នាមិនទាន់មានគូទៅបាទទាញទៅឥឡូវគឺថាម្នាក់ដែលគាត់ទាញមកអាខ្លះ
cái tôi sai ắt chòm đặc biệt ắt chòm chẳng ắt bàn đây bà ta lắp tới ti cái lại mình tới hay nè để chóp cứ bàn ca này là cá mi cái tôi sai ta mùi tê bà ở lỡ đo cam bị thi bà rom bà con cả lót con cả mông rom slu lom ấy bà đã bị ba chạ ta bốn cái này bà ô mà đây ca tóc tay ca slip vẹ bà khang phun kia rịp chòm bàn sạch bắc kia bà cứ tha cái miên po từ tam cam bị thi bà cả áo ghế này bà lỡ rồi tray màu so đấy cái slip vẹ bỏ so chẳng tới bà hay pe na cam bị thi bài chân nó cái slip po cả hôm hay chẳng tới bà rồi xa cái cắt chân kháได้bà khang con sấy bà lỡ ní nhiều bà ô màu bình tật bình đầy lời chập đàm rom cầm san bà đá bông phong hay khi nhóm ní chập đàm heo co heo bà đá đây bông phong bị bố toàn ban châu tộc hậu phóng hay cái nệm nhé cái hậu hỏi ói bên đây mình thấy thì đời xa dương ban sầm ron bà về mình toàn miền nhiều đó bà dương sầm ron mà chan pi chan khá bà cà pi khá chọp đầy là hồ tứ ắt bàn về châu hồ về bà chân dương thời ta liệt hay này mà bông ôn dương có nhằm bà bị xa ha chạy thác có liệt bà rom lên ngầm san chụp chùm bông ôn nó có mau sờ bái bông ôn bà cứ thao cầm tuy cái mưa đó sờ bái vì bố mà hộp có ngành bà ca riệp chóm của xa bà tới hay lấy đo viên nhau mà này châu tộc hộp hà mà đôn bà bộ đo viên dương thời hộp ấy bà hay toàn ban hộp hóng mà ở phục mà đai côn sấy đó bà vâng là chui hộp lôi hay là phong là hộp lôi nè chạy bị nhẹ mò quay lần là khẳng một này giờ bị ta róp khóc thế chạy bị nhẹ ắt phỏng từ hộp nâng bốn á anh phong hộp lối lên sẽ tao mà quay lần nơi khẳng một nâng món nghĩa đã bọt anh nhẹ mò lên cả vi bà này cả vi mà em nè bóng phố này ô em nè bà cái là bọt nhẹ tới thử chật bà quát pi nhẹ vay lần nâng một nâng món bà ô mà em bà có chỗ chật rùm chứng nè dương nè rộp lối này rộp trong vế như bà rộp lần pỉ bị đôn á rộp bà này hay lấy đo pe vẹ phải cho bà từ đằng thằng nhất mục bà cái là lôi để rộp ban hỏi cứ dương thử tại tôi toát bà chun khang phun khang hang khang trọng phơi ấy hai bông phun cùng tốc lôi việc chọc giờ tới tia ấy bà tôi toát ấy hỏi tới